ឡូវកើតឈួតអីប្រហែលថ្ងៃហ្នឹងកំពុងតែឈួតនឹងចៅវេប្រគុណអូយអញមិនដែលឃើញមនុស្សណាទៅឈួតនឹងចៅវេប្រគុណសាលាក្រុងភ្នំពេញធ្វើប្រគុណអាចនិងប្រគុណនោមណាឈួតរហូតដល់ដាក់ឈ្មោះប្រគុណអាចប្រគុណនោមដែលជោចុយម៉ាយមិនដឹងទេគេធ្វើប្រគុណគេធ្វើប្រគុណនៅណាទេប្រគុណនៅណាទេគេដាក់ប្រគុណគេដាក់ឈ្មោះដៃជោណាគេដាក់ប្រគុណដៃជោហើយអាជំនាញស្ថាបត្យករខ្មែរនាំគ្នាឆ្លោះគ្នារឿងជាវេអាចវ៉ាអ៊ំទូកនេះមិនព្រមខំប្រឹងផលិតដើម្បីអ៊ំទូកទៅមុខទេណាយើងចេញទូកតាមគង្គារួមគ្នាឈួតនឹងបងគុណអាចពេលបានធ្វើបងគុណអាចល្អជាងវាំងស្ដាច់ពួកអាប្រកាច់ចូលចែកគ្នារឿងជាវាទៅអាសយាផ្ទះប្រគុណអូយអញមិនដែលឃើញយ៉ាងណាអូយវាខ្មែរវាចេះដឹងណាវានាំគ្នានិយាយពីរឿងវានាំគ្នានិយាយពីរឿងសយាប្រគុណអាណាដែលមានប្រជាជនខ្មែរក្រីក្ររស់នៅភាសឹកក្រោមសម្ពត់ភ្លៀងសម្ពត់កៅស៊ូក្តៅចង់ងាប់អ្នកខ្លះរហូតដល់ឈឺងាប់អត់គិតទេវាធ្វើប្រគុណល្អជាងផ្ទះអ្នកស្រុកទៅទៀតហើយវាដាក់ឈ្មោះប្រគុណថាប្រគុណនេះប្រគុណដៃជោណាដៃជោយកតែដៃជោយ៉ាងអីទេបន្តិចទៀតវាធ្វើប្រគុណទៀតគេថាដៃជោពងធំដៃជោពងតូចដៃជោពងវែងដៃជោពងខ្លីថាកន្លែងណាក៏ដោយក៏ដៃជោនោះមានន័យថាម៉េចមានន័យថាម៉េចគឺជាវណ្ណកម្មជាសម្មធិជាផលិតកម្មជាផលិតផលរបស់ពួកអាជោបង្គន់ណាធ្វើឲ្យតែធម្មតាទៅបានហើយធ្វើប្រគុណល្អជាងវាំងស្ដាច់ទៀតណាដៃជោពងសក់មិនមែនតែមកដៃជោសក់ទេដៃជោពងសក់ឬក៏ដៃជោសក់ពងវែងអីចឹងដែរឬក៏ពងសំប៉ែតអីចឹងដែរស្អីក៏ដៃជោដែរបន្តិចទៀតណាសត្វឆ្កែនៅស្រុកខ្មែរណាអានេះឈ្មោះដៃជោង៉ែអានេះឈ្មោះដៃកោចកអានោះនេះឈ្មោះដៃជោលីលីឆ្មាក៏ដៃជោជ្រូកក៏ដៃជោយូរទៅអត់មានសាច់ស៊ីទេព្រោះស្អីសាដៃជោទាំងអស់ផ្សារក៏ផ្សារដៃជោណាអាប្រគុណក៏ប្រគុណដៃជោយីដល់ថ្នាក់ប៉ុណ្ណឹងអាណាដែលមានណាអាណាដែលមានឥឡូវត្រឡប់មកវិញត្រឡប់មកចំណុចវិញណាកុំឲ្យនេះក្មេងកើតឆ្នាំ1997ដល់ឆ្នាំ2012ជាសម័យហៅថា Generation Z នៅកម្ពុជាណាក្មេងអស់នេះកើតចំពេលមានអាហាររីកចម្រើនសុខភាពល្អជាងខ្មែរកើតសម័យមុនដល់គួបផ្សំនឹងសេចក្តីចម្រើនខាងព័ត៌មានធ្វើឲ្យក្មេងសម័យ Generation Z រៀនឆាប់ចេះអញ្ចឹងក្មេងសម័យនេះមានឱកាសច្រើនក្នុងការចម្រើនលូតលាស់មានន័យថាចៅគឺមានឱកាសណាតែចាប់ពីឆ្នាំណាតែចាប់ពីឆ្នាំ2010មកណាខ្មែរវាបាត់បង់តម្លៃគ្រួសារការបាត់បង់តម្លៃគ្រួសារបានរុញច្រានឲ្យក្មេងសម័យ Generation Z ធ្លាក់ក្នុងភាពអួតនិងចូល fake អួតចូលនឹង fake ខ្មែរយើងធ្លាក់ក្នុងកាមភពក្មេងស្រីបាត់បង់ព្រហ្មចារីយ៍ក្មេងប្រុសក៏បាត់បង់ព្រហ្មចារីយ៍ហើយឆ្លក់វង្វេងនឹងកាមភពធ្វើឲ្យយើងបាត់បង់នៅតម្លៃគ្រួសារកាមភពមិនដាល់ឲ្យបាត់បង់តម្លៃគ្រួសារដែលហៅថា family value ដល់យើងបាត់បង់តម្លៃគ្រួសារកូនកើតមកគ្នាក៏ធ្លាក់ក្នុងរណ្ដៅអួតចូល fake ខ្មែរទាំងចាស់ទាំងក្មេងទាំងស្រីប្រុសធ្លាក់ក្នុងរណ្ដៅអួតចូល fake ទាំងអស់នេះជាបន្ទុករាជការ
ណាវាមកពីលើមកគឺចាប់ពីស្ដាច់មកបើយើងកែបានក្មេងសម័យ generation Z នឹងคล้ายទៅជាក្មេងល្អហើយបើយើងកែបានទាំងកូនស្ដាច់ទាំងចៅស្ដាច់ទាំងកូនហ៊ុនសែនទាំងចៅហ៊ុនសែនទាំងចៅទួតហ៊ុនសែនទាំងកូនមន្ត្រីទាំងចៅមន្ត្រីទាំងចៅទួតមន្ត្រីទាំងកូនខ្មែរទាំងអស់ទាំងចៅខ្មែរទាំងអស់ទាំងចៅទួតយើងនឹងคล้ายទៅជាមនុស្សល្អមនុស្សចម្រើនមនុស្សមានការចេះដឹងហើយយើងនាំគ្នាបំបត្តិចោលនៅវប្បធម៌ដ៏គំរក់វប្បធម៌អួតវប្បធម៌ជោវប្បធម៌ fake យើងត្រូវតែធ្វើហើយសុំវបកូនណាឈប់សំដែងកុហករះទៅធ្វើមុខជូរទៅបកែកមេលាមើលយុទ្ធជនត្រូវរបួសធ្វើមុខឯងជូរដូចគ្រាអាចចឹងកុហកបកូនណាគ្មានជូរអីទេបើបកូនណាចេះធ្វើមុខជូរចឹងបកូនណាអាណិតរះដែលគេបញ្ជូនទៅច្បាំងអាណិតរះដែលគេកាប់ឈើយកអស់អាណិតរះដែលគេអូសយកដៃអាណិតរះដែលគេចាប់លក់អាណិតរះដែលគេប្រព្រឹត្តអំពើអយុត្តិធម៌លើណោះកុំឯងឲ្យធ្វើមុខអីចឹងអីចេះធ្វើដៃចឹងសំដែងអីចឹងឈប់ fake ទៅណាហើយលោកហ៊ុនសែនក៏ចឹងដែរឈប់ទៅនាំតែឈប់ទាំងអស់គ្នាទៅនៅពេលហ្នឹងយើងក៏សាងបានតម្លៃគ្រួសារណាយើងចិញ្ចឹមកូនយើងចិញ្ចឹមកូនយើងឲ្យកូនយើងវាចម្រើនទៅណាដូចខ្ញុំចិញ្ចឹមកូនខ្ញុំចឹងកូនខ្ញុំក៏វាមានកើតនៅក្នុងអាចន្លោះឆ្នាំហ្នឹងដែរណាខ្ញុំមានចៅមួយទឹមកើតថ្ងៃនេះខ្ញុំស្ដីឲ្យម៉ែវាហ្នឹងគឺកូនស្រីខ្ញុំថាណាមួយថ្ងៃអង្គុយតែ3កូនវាចុះវាកូនវាស្រឡាញ់កូនវាហ្នឹងអញប្រាប់ថាណែអង្គុយ3កូនចឹងអត់បានទេណាដាក់កូននឹងចុះទៅឲ្យវាដេកទៅណានិយាយវាសាច់ជឿស្រឡាញ់ចៅមិនថាអត់ទេដាក់វាទៅបីវាយូរទៅឲ្យតែដាក់វាយំហើយកូនស្រីខ្ញុំប្រាប់ថាដាក់វាយំបានខ្ញុំប្រាប់ថាធ្វើម៉េចគ្របពោះវាឲ្យវាហុំហើយក្បាលវាឲ្យវាហុំហើយស្រោមដៃអីវាឲ្យវាហុំល្មមកុំឲ្យវាខ្វាចមុខវាហើយបើវាយំឲ្យវាយំទៅសុខភាពវាល្អទេវាយំទៅអញឲ្យយំទៅវា exercise ពីព្រោះសួតមនុស្សកើតមកមួយខែតែរក់កើតមកមួយខែវាត្រូវចេះយំអញ្ចឹងហើយបានពេលគេបកើតហ្នឹងគេត្រូវទះកកូតវាបន្តិចឲ្យវាយំហើយគេត្រូវច្បាច់យក slash ចេញឲ្យវាឆាប់យំបើវាមិនយំទេវាអត់រីកទេអាហ្នឹងគឺជាធម្មជាតិនៃសត្វមនុស្សតែវាយំឲ្យវាយំទៅក៏ឲ្យវាយំទៅហើយបើសិនជាយំទៅក្អួតមានន័យថាវាបើច្រើនពេកណាឲ្យវាយំទៅហើយធ្វើម៉េចឲ្យវាតធាក់ដៃតធាក់ជើងទៅដូចយើង exercise ហើយវាយំយូរទៅដេកលក់ហើយប៉ុន្តែម៉ែវានឹងស្រឡាញ់វាពេកចិត្តអោបវាអញ្ចឹងទៅកូនវាខូចអស់ហើយកូនខូចថ្ងៃក្រោយយើងចាញ់ធ្វើការកូនយំមិនស្រួលណាខ្ញុំណារឿងចាំកូនក្មេងនេះគឺចេះស្ទាត់ព្រោះខ្ញុំធ្លាប់ទទួលចិញ្ចឹមទារកតែម្ដាយឪពុកស្លាប់នៅក្នុងសង្គ្រាមខ្ញុំចាំច្រើនណាស់ខ្ញុំធ្វើការឲ្យអង្គការគេហៅថាអង្គការកុមារនិងមេដាណាខ្ញុំ3កូនម្ដង2ណាអញ្ចឹងខ្ញុំប្រាប់ថាកុំឲ្យចេះតែលើកកូនហ្នឹងកូនដំបងហ្នឹងណាវាចេះតែអោបកូនវាអាថ្ងៃមិញស្ដីឲ្យវាសើចវាថាបងឯងស្ដីឲ្យខ្ញុំម៉េចខ្ញុំថាអញស្ដីឲ្យឯងហ្នឹងណាឲ្យឯងល្អណាឯងចេះតែចាប់លើកវាហ្នឹងវាយំងាប់ហើយទៅឲ្យដេកទៅណាអូខេអញ្ចឹង
ដូចនេះឲ្យត្រឡប់មកវិញខ្មែរកូនខ្មែរមានឱកាសដ៏មហាសាលតែអ្នកដឹកនាំចាប់ពីស្ដាច់ត្រូវឈប់អួតចូលហើយនឹង fake នេះគឺសំដែងណាបើកូនណាឈប់សំដែងទៅដែលចូលសែនឈប់ចូលឈប់អួតទៅខ្មែរទាំងអស់នាំគ្នាបង្រៀនកូនចៅដើម្បីកសាងការបន្តពូជឲ្យបានល្អខ្មែរយើងដែលកើតនៅក្នុងចន្លោះឆ្នាំ97 2012នឹងក្លាយទៅជាមនុស្សជាធនធានល្អសម្រាប់ពិភពលោកមិនមែនសម្រាប់តែកម្ពុជាទេសម្រាប់ពិភពលោកពីព្រោះកូនខ្មែរឆ្លាតណាស់តែមានអាខ្លះឆ្លាតខាងខូចធ្វើម៉េចកុំឲ្យវាឆ្លាតខាងខូចឲ្យវាឆ្លាតខាងវិទ្យាសាស្ត្រឲ្យវាឆ្លាតខាងគ្រប់ច្បាប់ឲ្យវាឆ្លាតខាងបច្ចេកវិទ្យាឲ្យវាឆ្លាតខាង AI កុំឲ្យវាឆ្លាតខាងខ្វេះនោះណាអាណិតវាផងមានន័យថាបកូនណាបើបកូនណាអត់មានប្រពន្ធអត់មានកូនទេក៏អាណិតរាជវង្សផងណាសម្ដេចម៉ែម្និចបើលោកយាយយល់ឃើញថាអាណិតរាជវង្សធ្វើផងទៅឈប់អួតឈប់សម្ដែងទៅប្រាប់សីហមុនីថាកុំដើរសាពះគេធ្វើមុខជូដូចក្តៀនអញ្ចឹងឈប់ទៅណាឈប់ទៅលោកហ៊ុនសែនក៏អញ្ចឹងដែរចៅដឹងរឿងម៉ែឪទាំងអស់បើបងឯងមិនព្រមតម្រង់កូនចៅទេខ្ញុំឮនឹងតែជាវីដេអូម៉ាក់ទៅណាម៉ាក់ទៅ shopping សិង្ហបុរីប៉ាអត់ទៅទេប៉ាជាប់ស្រីនៅនឹងតែជាបងឯងមិនមាត់អាម៉េចខ្ញុំមិនដឹងថាកូនណាអីកូនណាទេប៉ុន្តែបងឯងចាក់ឲ្យគេមើលវីដេអូណាបងឯងចាក់វីដេអូខ្ញុំឃើញបងឯងអត់មាត់មួយម៉ាត់បើខ្ញុំវិញកូនស្រីរបស់ខ្ញុំក៏ដោយកូនប្រុសរបស់ខ្ញុំវិញខ្ញុំហៅមកគក់ឥឡូវហើយនៅស្រុកអាមេរិកក៏ខ្ញុំហៅមកគក់ដែរពីព្រោះក្មេងតែអត់ដឹងអីដឹងថាឪពុកមានស្រីហើយម្ដាយដើរតែញីវ៉ាន់អត់បានទេត្រូវកាយអានោះបើចង់បានការបន្តពូជមួយដ៏ល្អបើវាដឹងថាឪវាមានស្រីបន្តិចទៀតឲ្យតែពងតវាខិនវាទៅមានស្រីដែរហើយបើវាចៅលហ៊ុនសែនវាទៅប៉ះអ្នកណាអាណាហ៊ានមកណាអញ្ចឹងត្រូវតែដោះស្រាយបើខ្ញុំដឹងតែកូនខ្ញុំណែខ្ញុំប្រាប់តាមតោះខ្ញុំសុខចិត្តឲ្យកូនខ្ញុំស្រឡាញ់ភេទដូចគ្នាណាតែបើកូនខ្ញុំមានប្តីមានប្រពន្ធហើយដើរស៊ីក្រៅតែខ្មែរយើងយកទៅធ្វើពាក្យកំ pl ែងថាសៅគ្រាណាខ្ញុំអត់ព្រមទេបើវាប្រុសនឹងប្រុសស្រឡាញ់គ្នាខ្ញុំក៏ព្រមដែរបើវាស្រីនឹងស្រីស្រឡាញ់គ្នាក៏ខ្ញុំព្រមដែរតែឲ្យវាចេះកសាងគ្រួសារវាខ្ញុំអត់ប្រកាន់ទេតែបើវាផ្កាគ្នាហើយអាប្តីទៅតាមប្តីប្រពន្ធទៅតាមប្រពន្ធខ្ញុំមិនសប្បាយចិត្តទេណាបើវាស្រឡាញ់គ្នាប្រុសនឹងប្រុសស្រីនឹងស្រីហើយវាទៅសុំកូនគេមកចិញ្ចឹមកសាងគ្រួសារគេហៅថា multi sexual environment វាមាន gender ខុសៗគ្នាប៉ុន្តែវាកសាងគ្រួសារខ្ញុំឃើញស្រីនឹងស្រីគេកសាងគ្រួសារគេបានខ្ញុំឃើញប្រុសនឹងប្រុសគេកសាងគ្រួសារគេបានខ្ញុំឃើញស្រីនឹងប្រុស traditionally គេកសាងគ្រួសារគេបានតែសំខាន់ហ្នឹងគឺកសាងមនុស្សរស់នៅជាមួយគ្នាភេទដូចគ្នាក៏ដោយឲ្យចេះកសាងតម្លៃគ្រួសារខ្ញុំសក់ចិត្តទទួលកូនខ្ញុំភេទដូចគ្នាណាតែខ្ញុំចង់ឲ្យខ្ញុំអត់ចង់ឲ្យកូនខ្ញុំមានឈ្មោះថាកាអាប្រពន្ធទៅតាមប្រពន្ធប្តីទៅតាមប្តីខ្ញុំចាត់ទុកថាវាបាត់តម្លៃគ្រួសារហើយកាលណាបាត់តម្លៃគ្រួសារកូនកើតមកវាបាត់តម្លៃហើយបាត់តម្លៃមានន័យថាម៉េចបាទចៅសួរថាតាស្អីទៅបាត់តម្លៃគឺចៅឯងបន្តពូជទៅវាដួលបើចៅឯងមានកូនហ្នឹងវាគ្នាអត់បានជោគជ័យទេអញ្ចឹងយើងត្រូវអាណិតស្រឡាញ់ការបន្តពូជរបស់យើង
អាណិតស្រឡាញ់ការបន្តពូជរបស់យើងណាចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្តណា3 ទៅ 5 នាទីទៀតជំរាបលា